Hai tờ vậy nịa mình ạch buộc bán tám đâm ra cả hai mình oi nịa búa bàn cát lang khônสมัย ព្រះពុទ្ធអង្គទ្រង់នៅមានប្រជញ្ញតាមពុទ្ធប្រវត្តិបានពោលថាកាលនោះមាននាគមួយធុញថប់នឹងស្អប់ជាតិកំណើតជានាគរបស់ខ្លួនព្រោះត្រូវលូនទៅណាមកណាដោយប្រើដើមទ្រូងមិនមានឡើយភាពស្រស់ស្អាតបានរិះគិតថាធ្វើយ៉ាងណាទៅទើបរួចផុតពីកំណើតជានាគនេះបាននឹងអាចទៅកើតជាមនុស្សបានលឿនក៏បាននឹកឃើញថាព្រះសាមណៈខ្សែស្រឡាយសកាយបុត្រជាបុគ្គលប្រព្រឹត្តដោយធម៌មានសិលមានកល្យាណធម៌បើសិនបានបួសក្នុងសំណាក់ទ្រង់នោះខ្លួននឹងអាចរួចផុតពីភាពជានាគនឹងបានកើតជាមនុស្សកាន់តែលឿនមិនខានគិតដូចនោះហើយក៏រាយមុនប្រែកាយជាមានុបចូលទៅរកភិក្ខុទាំងឡាយដើម្បីសូមបំបួសភិក្ខុទាំងឡាយក៏មិនបានប្លែកក្នុងចិត្តឡើយបានធ្វើការបព្វជិឲ្យតាមការសូមនោះសង្ឃនេះបានស្នាក់នៅក្នុងកុដិក្រោយវត្តជាមួយព្រះសង្ឃមួយរូបកាលពេលចិត្តភ្លឺភិក្ខុអង្គនោះបានងើបដើរទៅសមាធិនៅខាងក្រៅកាលភិក្ខុនោះចេញទៅសង្ឃនេះទុកចិត្តក៏បានភ្លេចខ្លួនដេកលងលក់ទៅធ្វើឲ្យកាយប្រែមកជានាគរាជដូចដើមកាលភិក្ខុត្រឡប់ចូលមកវិញឃើញពស់ដ៏ធំដេកវាន់ខ្លួនស្ទើរតែពេញកុដិបានភ្ញាក់ផ្អើលស្រែកឆោឡោសង្ឃនាគភ័យបានប្រែកាយជាមនុស្សវិញភិក្ខុទាំងឡាយទើបសួរថាអ្នកជាអ្នកណាសង្ឃនាគឆ្លើយខ្ញុំជានាគភិក្ខុទាំងឡាយសួរថាអ្នកធ្វើបែបនេះដើម្បីអ្វីនាគបានឆ្លើយប្រាប់អំពីចេតនារបស់ខ្លួនដែលបានចូលមកបួសភិក្ខុទាំងឡាយបានយកសេចក្តីនេះទៅទូលដល់ព្រះពុទ្ធអង្គព្រះពុទ្ធអង្គបានឲ្យមានការប្រជុំភិក្ខុសង្ឃទ្រង់បានប្រទានពុទ្ធអាវាទដល់នាគរូបនោះថាពួកអ្នកជានាគមានភាពមិនចម្រើនក្នុងធម៌វិន័យជារឿងធម្មតាទៅចុះចូលទៅរក្សាឧបោសថសិលនៅក្នុងថ្ងៃទី14ទី15និងទី8នៃបង្គសនេះការរក្សាឧបោសថសិលនេះមានបុណ្យណាស់វិធីនេះនឹងជួយឲ្យឯងផុតពីភាពជានាគនិងជួយឲ្យបានអតិភិបជាមនុស្សយ៉ាងលឿនកាលបានស្ដាប់ឮថាខ្លួនមិនចម្រើនក្នុងធម៌វិន័យបានមានសេចក្តីសោកសៅរហូតដល់ស្រក់ទឹកភ្នែកនិងបញ្ចេញសម្លេងយ៉ាងខ្លាំងមុនកិច្ចខ្លួនចេញទៅព្រះពុទ្ធអង្គបានថែមទាំងផ្ដាំដល់ភិក្ខុទាំងឡាយថាហេតុនាំឲ្យបង្ហាញសភាពពិតរបស់នាគមាន2ប្រការគឺ 1. ពេលរួមសង្វាសជាមួយនាងនេះដែលមានជាតិកំណើតស្មើគ្នា 2. ការដេកលងលក់មិនដឹងខ្លួននោះនឹងបង្ហាញឲ្យឃើញសភាពដើមរបស់នាគមនាលភិក្ខុទាំងឡាយអនុបស្សបណ្ណគឺសត្វដេរឆានភិក្ខុមិនគួរបំពោះឲ្យឡើយបើបំពោះរួចហើយត្រូវតែផ្សឹកវិញអត្ថន័យក្នុងព្រះត្រៃបិដកចប់ត្រឹមនេះកាលព្រះពុទ្ធអង្គឲ្យនាគផ្សឹកនាគកើតសេចក្តីសោកសៅយ៉ាងខ្លាំងរហូតស្រក់ទឹកភ្នែកព្រោះនឹកតូចចិត្តថាខ្លួនមិនបានកើតជាមនុស្សទើបសុំឲ្យបណ្ដាភិក្ខុហៅបុគ្គលដែលនឹងបួសថាជានាគដើម្បីជាការរំលឹកដល់ខ្លួននោះឈ្មោះរបស់ខ្លួននឹងថិតថេរជាប់ជានិរន្តរ៍ចាប់ពីពេលនោះមកមុននឹងបួសជាសង្ឃតែងហៅថាបំពោះនាគរហូតដល់បច្ចុប្បន្នដោយសេចក្តីជ្រះថ្លានិងសេចក្តីព្យាយាមបំពេញបារមីរបស់នាគទើបយើងហៅស្ដេចពស់ដែលជាសត្វពាក់កណ្ដាលទេវតានេះថានាគរាជព្រោះទោះមានកំណើតជាដេរឆានក៏នៅប្រឹងប្រែងស្វែងរកគុណដ៏ប្រសើរទោះនាគរាជខ្លះជាពពួកមានមច្ឆាទិដ្ឋិតែពេលបានដោះលាងសម្អាតចិត្តក៏អាចក្លាយជាបុគ្គលដ៏ប្រសើរបាន